នេះខ្ញុំបាទរួមជាមួយនឹងថ្នាក់ដឹកនាំក្រសួងមន្ត្រីរាជការព្រមទាំងនិស្សិតនៃវិទ្យាឋានដែលចូលសែនសាធារណការដឹកជញ្ជូនពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមនិងបានស្ម័គ្រចិត្តផ្ដល់អំណោយឈាមក្នុងន័យមនុស្សធម៌ដែលរៀបចំដោយក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលនៃព្រឹកនេះកម្មវិធីផ្ដល់ឈាមដែលកំពុងរៀបចំឡើងនេះមានគោលបំណងរួមគឺដើម្បីយកឈាមទៅជួយសង្គ្រោះដល់ជនគោលដៅមានដូចជាវីរៈយុទ្ធជនកម្ពុជាដែលរងរបួសនិងមានតម្រូវការឈាមក្នុងស្ថានភាពចាំបាច់និងប្រជាជនស្ថិតក្នុងការសង្គ្រោះអាយុជីវិតបន្ទាន់ជាការពិតណាស់កម្ពុជាក៏ដូចជាប្រទេសនានាតែងតែប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជាទៀងទាត់គឺនៅថ្ងៃទី14ខែមិថុនាជារៀងរាល់ឆ្នាំជាក់ស្ដែងសម្រាប់កម្ពុជាកាលពីឆ្នាំ2025ក៏បានកំណត់យកប្រធានបទផ្ដល់ឈាមផ្ដល់ក្តីសង្ឃឹមយើងរួមគ្នាសង្គ្រោះជីវិតដែលបង្កប់នៅអត្ថន័យនិងបានឆ្លុះបញ្ចាំងអំពីស្មារតីរួបរวมគ្នាការជួយសង្គ្រោះគ្នាដើម្បីកម្ពុជាដោយពាក្យស្លោកថាការបរិច្ចាគឈាមបង្ហាញពីក្តីស្រឡាញ់ក្តីសង្ឃឹមដល់អ្នកជំងឺនិងជាកុសលខ្ញុំក៏សូមបន្តអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីរាជការទាំងអស់សូមបន្តគាំទ្រនិងចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏មានតម្លៃនេះបន្តទៀតដើម្បីជួយសង្គ្រោះជីវិតមនុស្សជាពិសេសអ្នកមានតម្រូវការឈាមចាំបាច់បំផុត